បាទសួស្តីកាន់ពុកម៉ែបងប្អូននេះមានសម្លម្ជូរព្រៃត្រីប្រាបាទឥឡូវយើងចាប់ដើមទិញបន្លែមកទិញបន្លែហើយចាប់ដើមដាំបាយដល់ទៅដាំបាយហើយយើងទុកហាន់ចាប់ដើមហាន់បន្លែមានទ្រាប់មានពេញប៉ោះមានម្ទេសទេហោវាយទេតូចយកប្រាក់តូចបាទហើយមានទឹមបារាំងបាទចំណិតហាន់ចំណិតស្ដើងបាទដល់ពីយើងហាន់ហើយយើងដាក់មកលើសិនយើងចាប់ប្រើបេះម្រះព្រៅបាទចាប្រើហើយយើងចាប់ដើមហាន់គល់លខៃនិងបំដេងទុកមកកន្លែងសិនបាទមកលើសិនណាឥឡូវគឺផ្សំវាមានប៊ីចេងស្ករទឹកប្រេងឆាទឹកត្រីណបាទប្រហុកឥឡូវយើងចាប់ដើមចាក់ឆាប្រេងឆាយើងចាប់ឆាប្រហុកទីសិនបាទកូវវបៃដាក់ទឹកត្រីចូលតិចបាទចូលទឹកត្រីហើយដាក់គ្រឿងខើចេងស្ករណអីបាទដាក់ចូលហើយសពគ្រឿងយើងដាក់គ្រឿងគល់ខៃម្ដេងបាទមានអីហ្នឹងយើងដំវាហើយដាក់ត្រីឆាមកស្ទុះឆ្អិនហើយយើងមើលវាសិនមើលឆ្អិនហើយយើងដួសត្រីទុកមកកន្លែងសិនកុំឲ្យវាបាត់កុំឲ្យវាបែកទុកសាច់ត្រីបាទឲ្យវាឆ្អិនណាឲ្យវាឆ្អិនហើយកាលណាវាត្រីឆ្អិនយើងដាក់បន្លែចូលទៅវាធ្វើឲ្យបែកសាច់ត្រីអញ្ចឹងយើងដួសសាច់ត្រីចេញសិនយើងកូរបន្លែបាទមកស្ទុះបាទក្របវាកូរហើយយើងក្របវាសិនហើយមើលរៀងវាឆ្អិនបន្លែហើយយើងដាក់ទឹកហើយបាទឥឡូវវាចាប់ឆ្អិនបន្លែហើយយើងបង់ត្រីចូលបាទកូរវាថ្នមដោយសារវាត្រីវាឆ្អិនស្រាប់ហើយបងពុកម៉ែបងប្អូនបាទឥឡូវវារៀងឆ្អិនហើយយើងឥឡូវចាប់ដើមឆ្អិនហើយយើងជុំ7ទុំបាទជុំ7ទុំជុំវាឲ្យសពឲ្យបែកសាច់7ទុំបែកហើយយើងវាឆ្អិនហើយយើងដាក់ស្លឹកព្រួយស្លឹកព្រះព្រៅចូលបាទឥឡូវវាឆ្អិនល្មមហើយឥឡូវឆ្អិនហើយយើងមើលវាម្ដងពុកម៉ែបងប្អូនមកហុយបាទម្ដងឥឡូវបាទយើងប្រើប្រាស់បិទហ្គាសបិទអីបាទដូចចំដូចញ៉ាំបាទអូតើឆ្អិនទៅជាតិពុកម៉ែបងប្អូនមើលទៅតំណងដុះបាទអូដល់កមើលឥឡូវជិះចាប់ដើមរៀបចំញ៉ាំបាទអូឆ្ងាញ់ពុកម៉ែបងប្អូនដាក់ទៅជាតិមកបាទដាក់ទៅវប់សូវប់ជាតិពុកម៉ែដាក់អរគុណពុកម៉ែបងប្អូនជួបគ្នា